សួស្តីអ្នកគ្នាបណ្ដាយើងមកធ្វើវីដេអូ6របស់យើងបន្តទៀតហើយអ្នកគ្នាក៏សូមអធិស្ឋានផងដែរមានមាត់មានអីចូលក្នុងហ្នឹងណាហើយមានសម្លេងមានអីសាបងខ្ញុំគាត់យើងបន្លែកគ្នាណាបើខាត់ពេលយូរយើងចាប់ផ្ដើមបន្តទៅអ្នកគ្នាចាយើងត្រូវក៏បាននិយាយថាព្រះនាងយានទៅតែអង្គឯងចុះខ្ញុំម្ចាស់ត្រូវទៅសួរសុខទុក្ខព្រះម្ចាស់ទី7មិនក៏បាននិយាយថាព្រះម្ចាស់ទី7មានកិច្ចការអីមែនទេជាយើងក៏បានថាប្រកាសហើយតើមកគូគាត់ក៏បានជាងទៅហើយអ្នកគ្នាក៏ពេញមើលទឹកមុខនៅបន្តពីឃើញព្រះនាងមីចូលមកអ្នកគ្នាទឹកមុខនេះដូចនិយាយថាដូចឃើញខ្មោចចឹងអ្នកគ្នាចឹងហើយគាត់ក៏បានបែរទៅឃើញពួកគេទាំងពីរអ្នកមីជាមួយនឹងចៅយីដើរមកមីគាត់ក៏បាននិយាយថាស្កាត់បិទមាត់ទៅកុំនិយាយរញ៉ៃខ្ញុំចង់និយាយថាជាអើយព្រះម្ចាស់ស្អីមកអាក្រក់ម៉េះចឹងហើយគាត់ក៏បាននិយាយថាអ្វីដែលនាំម្ចាស់ទៅមកទីនេះទៀតហើយមីគាត់ក៏បានសញ្ជឹងគិតអ្នកគ្នាគិតខ្លាំងមែនតើគិតពីអីទេមីត្រូវក៏បាននិយាយទៅថាត្រូវគឺជាបងប្រុសទី7របស់ខ្ញុំហើយចៅយីគាត់ក៏បានគិតថាអ្នកទាំងពីរបងប្អូននឹងគ្នាឬមីត្រូវនិយាយប៉ុណ្ណេះគឺបានបែរមកនិយាយជាមួយចៅយីអើលឿនទៅបងប្រុសចៅយីនិយាយការងារមកជាមួយគាត់ឲ្យលឿនទៅយើងនឹងបានទៅដើរលេងនៅទន្លេជួនខាងគាត់បែរនេះក៏បាននិយាយថាអូម្ចាស់តើមានរឿងអ្វីជាមួយខ្ញុំមែនទេចាយីគាត់ក៏បាននិយាយថាគឺហើយគាត់ក៏បានគិតថាទៅចំគូនអស្រ័យថាម៉េចដើម្បីឲ្យគេនៅជិតខ្ញុំចំណុច3ម៉ែត្រដល់គ្នាគឺគាត់ចង់និយាយថាគឺគាត់រត់ដល់យ៉ាងម៉េចដើម្បីឲ្យជាជនហឹងហ្នឹងមកនៅជិតគាត់ក្នុងរយៈចម្ងាយ3ម៉ែត្រចឹងណាចាយីគាត់បាននិយាយថាគ្មានអីទេមីគាត់ទៅលើផ្នែកក៏បានអូចាយីរត់ទៅថាបើគ្មានទេតបបញ្ញត្តិទៅជនហឹងក៏បាននិយាយថាលាហើយបងអូនស្រីអន្តរិទ្ធម្ចាស់តូចហូចាយីគាត់បានគិតថាបន្តិចទៀតលើ3បែកហើយចាយីក៏បានស្រីមកថាលេងទៅខ្ញុំត្រូវនៅក្បែរព្រះម្ចាស់ទី7បែកមួយជំហានក៏មិនបានដែរអ្នកគ្នាអញទៅមើលគាត់បានគឺស្រែកដល់ភ្នែកសណាគ្នាហើយបើនិយាយពីមាត់វិញអញតាក់យើងទៅមើលចូលបានក្នុងកលៈទេសនានៅផងដែរអ្នកគ្នានិយាយថាគ្មានពីណាមាត់គ្មានពីណាអីទេគឺស្ងាត់ជ្រាបតែគឺមើលអ្នកខាងក្រោយអ្នកគ្នាពុំហូបអត់លឹកធ្វើមិនដឹងអ្នកគ្នានិយាយថាអ្នកទាំងខាងក្រោយអ្នកគ្នាដូចមើលកូនចឹងឃើញគេតែចឹងគេមើលទៅមើលគាត់បាននិយាយថាខ្ជូនណាគ្នាហើយចៅយីអ្នកគ្នាគាត់មើលមុខគាត់ឡើងបែកញើសប៉ុនក្រពុតហើយអ្នកគ្នាហើយពេលនេះមីយំនិយាយថាបងប្រុសចៅយីអ្នកគ្នាមីពេលត្រង់ជុំចឹងទៅគឺឲ្យស្លាញ់មែនតើអ្នកគ្នាហើយចៅយីគាត់ឃើញប៉ុណ្ណឹងគាត់បាននិយាយថាមានន័យថាមីគាត់ក៏បានចោលទៅជន់ហឹងនិយាយថាអញ្ចឹងប្រុសតែគាត់មែនទេទៅបបរិស័យខ្ញុំរហូតតែអ្នកគ្នាកំភ្លេចមើលអ្នកខាងក្រោយរូបដូចគេមើលកុនមើលអញ្ចឹងអ្នកគ្នាមើលអាចមើលបានគឺទាំងមើលហូបអលឹកដើរមើលគេឆ្លុះប្រកាច់គ្នាដើរដូចខ្វល់ណាហើយពេលមីក៏បានស្រែកទៅដាក់ព្រះអង្គម្ចាស់ជន់ហឹងថាទោះបងជាម្ចាស់បងរបស់ខ្ញុំក៏ខ្ញុំមិនលើកលែងឲ្យដែរយ៉ាងថាអើយម្នាក់អ្នកគ្នាគឺស្លេកអស់ហើយនិយាយថាអ្នកម្នាក់មីណាគឺកាច់ខ្លាំងមែនតើអើយបន្ទាប់ពីស្រីជាបងប្រុសខ្លួនឯងអស់ចិត្តហើយក៏បានយំចេញទៅអ្នកគ្នាកុំមើលទៅមុខជន់ហងអ្នកគ្នាហើយជន់ហងក៏បាននិយាយថាមើលទៅម្ចាស់តូចដូចជាមានបំណងមកទីនេះដើម្បីជួយតែលំអទំនាក់ទំនងរបស់បងស្រីខ្ញុំនិងខ្ញុំចាយីក៏បាននិយាយថាប៉ុន្តែខ្ញុំមិនចាំមកទីនេះដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកយើងកន្លែងណាមានន័យថាជន់ហងគាត់គិតថាចាយីនឹងយកបងស្រីគាត់ដើម្បីឲ្យគាត់ជាមួយនឹងបងស្រីរបស់គាត់សាសនាគ្នាដល់គ្នាតែប៉ុន្តែគឺខុសហើយគឺតាមពិតទៅចៅយាយគាត់គឺចាំមកដើម្បីកសាងទំនាក់ទំនងល្អជាមួយនឹងគាត់ជំនាន់ឬក៏និយាយថាចាត់តូចហូបើសិនម្ចាស់តូចគ្មានអ្វីនិយាយទៀតទេសូមចាក់ចាញ់ចុះបន្តិចទៀតខ្ញុំនឹងត្រូវសោយក្រយ៉ាហើយចៅយាយគាត់ក៏បាននិយាយថាអូមែនហើយដល់ពេលអាហារថ្ងៃត្រង់ហើយចុះហេតុអីពួកយើងមិនជនហៅគាត់ក៏និយាយកាត់ថាខ្ញុំខ្លាចថាដំណាក់ខ្ញុំមានតែអាហារនិងតែធម្មតាមិនត្រូវចិត្តម្ចាស់តូចទេចាយាយត្រង់ក៏បានដើរមកជិនហើយក៏បាននិយាយថាមិនអីទេខ្ញុំម្ចាស់គ្រាន់តែចង់មើលព្រះអង្គទី7សោយប៉ុណ្ណោះចាយាយក៏បានគិតថាមកទៅពួកគេយកច្រឡំអស់ហើយខ្ញុំចាក់បណ្ដោយតែម្ដងទៅតែអ្នកគ្នាក៏មើលទៅមើលនៅបងរាមើលពួកនឹងឆ្លុះអ្នកគ្នាយីរួមមើលផ្ដាហូបផ្ដាលំផោងពួកអស់ហើយនេះមកកាន់មកដល់ចៅយាយអ្នកគ្នាក៏មកចៅយាយដូចអ្នកជក់តាមពុទ្ធក៏មិនដែរហើយដើម្បីមកកូនបាច់បែបនេះហើយក៏បានគិតថាខ្ញុំត្រូវក្រោកពីព្រលឹមរងចាំការជួបជុំពេលព្រឹកចប់ហើយនៅសុំការពីព្រះរាជាខ្ញុំបញ្ញាពេញដល់ថ្នាក់ប្រញាប់អាហារចាយាយក៏បានគិតបន្តទៀតថាខ្ញុំមិននឹកស្មានទេថាគ្រាន់តែមើលគេញ៉ាំបែបនេះ
nhưng mà ra các bạn nhìn thấy cha tôi hù mà cha tôi bật chìm mình chọn hồn mình hết thế nó cái cũng định mơ một cháu gì bao nhiêu cái chữ của anh mình tên nó cái một con à cha như con các bạn lưu bài này các bạn nhìn thấy cái nhôm tiền cao này bling bling hay cho nên các bạn nhìn cả thà cha tôi hù mình này dây sang thêm sang thì con này dây rồi hai thà con là 110 dương hộp mình chẳng rồi đợi dương hộp hơi cha như con lưu tụi bạn này các bạn keng rồi nèให้กับบ้านនិយាយថាត្រូវឲ្យខ្ញុំគ្រាន់តែចង់មកមើលព្រះអង្គចាស់ទី7ធ្វើបែបនេះខ្ញុំក៏មិនបានឃ្លានអ្វីដែរដូច្នេះហើយខ្ញុំមិនត្រូវហូបទេយ៉ាងយីក៏បានគិតថាគូយន្តហឹងមនុស្សមកពីមនុស្សបែបនេះជាទូប្រុសបានយ៉ាងដូចម្ដេចតែណាគេក៏ភ្លេចមើលដៃអ្នកខាងក្រោយផងយន្តហឹងក៏បាននិយាយថាបន្តពីនេះខ្ញុំនឹងត្រូវសម្បាម្ចាស់តូចឃ្លានម្ចាស់តូចហូរត្រឡប់ទៅវិញចុះហ្នឹងហើយគ្នារឿងរបស់យើងក៏បានស្រាប់ដល់ហើយដល់គ្នាជាថាភាគនេះបងខ្ញុំពិតជាអាណិតចៅយីមែនតើនឹងហើយចាប់ហើយគ្នាបានហើយបាយបាយ